bông bồn đôi đôi bông khơi chẳng phù ní ruồn cho mình tên chẳng như miền smile miền ấy nên cứ đã mọi việc gì sạch che một chỉ mà tầm một tới bây giờ nhung ai tham miền côn miền ấy beri từ cào bán nhung nung beri bật hẻm hơi về đại tây nam nhung kha thùng được đôn được ấy chứ lấy ai beri cà tế hiện ta đã tới cái việc xịt tịch một cái lái viên đó cứ osmao một việc xịt tịch nên so với một bồnហើយនេះគឺជាអាហារសម្រន់សម្រាប់ពួកវាមេនោះផើមែនទេណាបងប្អូនឡើងដោះមែនទេណាច្រឡំផើមែនទេប្រហែលជាកើតក្នុងកំឡុងអាទិត្យនេះឯងតាមមើលឡើងដោះឡើងចាល់ហើយតែក្រោយចង់បង្ហាញបងប្អូនប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាគ្នាវីដេអូក្រោយបង្ហាញបងប្អូនទៅបងប្អូនព្រៀបញាស់បានមួយគូហើយនេះញាស់បានមួយនៅមួយទៀតអត់ដឹងថាកាលញាស់ទេហើយមេបើវាពេលដែលញាស់ចេះរៀងកាច់ទេបងប្អូនអានេះមិនមេទេគឺបាពេលថ្ងៃចេះបាឡើងទៅក្រាមនេះមេយកក៏ចង់បង្ហាញទេប្រហែលមួយគូនេះប្រហែលជាអាចលក់បានពូខ្ញុំទុកមេបានច្រើនគូដែរមេបាន 4-5 គូហើយអញ្ចឹងកូនមួយគូនេះអាចលក់បានបងប្អូនមើលសម្បល់របស់វាភ្លឺលលោងស្អាតមែនទេពពួកអស់នេះបើបងប្អូនយកទៅចិញ្ចឹមយើងប្រឡែងចោលអីក៏បានដែរពួកវាសិតតែជាប្រភេទសត្វដែលចាំផ្ទះបងប្អូនហើយដើរពេញដីហ្មងហើយស្អាតបងប្អូនដូចបងប្អូនឃើញយ៉ាងរូបរាងរបស់វាគឺស្អាតហើយគីឡូរបស់វាគឺធ្ងន់គ្រាន់បានដែរប្រហែលជាខ្ទង់ 5-6 ខាំបងប្អូនបើស៊ីឆ្អែតអាចដល់ 7 ខាំហើយយើងអាចចិញ្ចឹមទៅមួយទៀតបើយើងយកធ្វើម្ហូបក៏បានដែរបងប្អូនពួកនេះវាធំចារៀងកាច់ទេបងប្អូនដូចថាកូនរបស់វាចឹងវារៀងកាច់ចឹងវីដេអូនោះប៉ុណ្្នឹងបងប្អូនហើយនៅលោកប្រាំងបងប្អូនទេបងប្អូននោះកូននោះចិត្តបានលក់ឲ្យប្រហែលជាខ្ទង់2 អាទិត្យទៀតបានលក់បងប្អូននេះជាមេបារបស់វាហើយកូនប៉ុណ្្នឹងខ្ញុំចាប់ផ្ដើមប្របែកវាមកដាក់ដកចេញពីសបុកតែវាធ្លាប់នៅសបុកវាអញ្ចឹងប៉ុណ្្នឹងប្រហែលជា 3-4 ថ្ងៃទៀតមេវានឹងរកពងទៀតហើយអញ្ចឹងយើងអាចប្របែកវាហើយទៅដើម្បីឲ្យមេវាទៅពងនៅសបុកឯនោះវិញអញ្ចឹងវាអាចថាយើងឆាប់បានផលលឿនបងប្អូនពួកនេះស្រួលឲ្យតកូនវាចាប់ដើមប៉ុណ្្នឹងទៅវាចាប់ដើមរោពងរោអីទៀតហើយស្អាតបងប្អូនខ្ញុំស្រឡាញ់ខ្ញុំជួយចិត្តចិញ្ចឹមដោយសារបងប្អូនឃើញអញ្ចឹងគឺស្អាតមែនទែនពួកនេះគេហៅលលោកប្រាំងបងប្អូនចឹងហើយខ្ញុំចិត្តតែចិញ្ចឹមលេងទៅបងប្អូននេះកូនរបស់វាហើយក៏មានអ្នកដែលគាត់សួរនាំច្រើនដងហើយចឹងប្រហែលជាទុកឲ្យគាត់មកគូនេះអត់បានលក់ទៅដទៃទេចឹងវីដេអូនឹងប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាគ្នានៅវីដេអូក្រោយមេនេះឡើងដោះឡើងចាល់ហើយបងប្អូនហើយជិះចិត្តការដែរមើលឡើងដោះឡើងចាល់ហើយថ្ងៃនេះឃើញឡើងដោះខ្លាំងមែនទេហើយជិះស្អែកការហើយប្រហែលជាមិនសូវលឿនបងប្អូនដោយសារកងាននៅក្រៅស្រែកខ្លាំងមែនទេទៅដោយឈ្មោះប្រហែលជាស្អែកខាងស្អែកនេះការហើយតាមមើលហើយអត់ដឹងmấyបងប្អូនដោយសារមេនេះជាមេកំមុំមេកូនដំបងជាងយើងដឹងមកគឺច្រើនកូនដំបងវាឡើងដោះខ្លាំងហើយវាឡើងដោះយូរគោក៏អញ្ចឹងអីក៏អញ្ចឹងដែរតែជ្រូកខ្ញុំមិនដឹងមិនទេតែគាត់ថាតាមការសង្កេតសឹងគ្រប់សត្វទាំងអស់ដែលមេដំបងវាងាយបងប្អូនបង្ហាញបងប្អូនពីការដាក់ចំណីឲ្យជ្រូកកណ្ដុរបន្តិចឬក៏อะไรគេហៅជ្រូកកាត់ទៅបងប្អូនវាកាត់កណ្ដុរកាត់ព្រៃនេះជាអាបារបស់ខ្ញុំតែតូចជាងនេះមេហើយឡើងដោះខ្លាំងហើយចិត្តកើតកូនបងប្អូនហើយជា 4-5 ថ្ងៃទៀតកើតកូនហើយតាមមើល